bạnនេះជារបៀបដែលយើងប្រើប្រាស់ admin និង account នៅក្នុង Facebook ដើម្បីការពារកុំឲ្យមានបញ្ហាខូចឬក៏ជាប់ spam page របស់យើងសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមកចែករំលែកចំណុចខ្លះៗអំពី Facebook តើយើងគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យ Facebook របស់យើងឬក៏ page របស់យើងមានបញ្ហាបាទយើងដឹងហើយថាសប្តាហ៍ថ្ងៃនេះគឺការប្រើប្រាស់ Facebook page គឺមានសារៈសំខាន់គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនដែលគាត់រកស៊ីទទួលទានអញ្ចឹងបើសិនជា Facebook page របស់ពួកគាត់មិនដំណើរការល្អ Facebook reject របស់យើងហើយ page យើងជាប់ spam ក៏ធ្វើឲ្យដំណើរការនៃការលក់របស់យើងហ្នឹងក៏អត់មានបានទទួលលទ្ធផលអីច្រើនដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញខ្លះៗអំពីចំណុចដែលគួរធ្វើនិងមិនគួរធ្វើនៅក្នុង Facebook អញ្ចឹងទី1នោះគឺការផុសរើសអើងជាតិសាសន៍ពណ៌សម្បុរផ្សេងៗនៅក្នុង page របស់បងប្អូនបាទមួយទៀតគឺជាការផុសផលិតផលដែលហាមឃាត់បាទដូចជាថ្នាំជក់បារីស្រាឬក៏ឧបករណ៍ទៅភេទអីអញ្ចឹងបាទគឺមិនគួរផុសអញ្ចឹងទេបាទអញ្ចឹងចំណុចមួយទៀតគឺយើងមិនគួរផុសពីអត្តសញ្ញាណរបស់ខ្លួនឯងស្ថានភាពជំនឿស្ថានភាពសុខភាពក៏ដូចជាស្ថានភាពហិរញ្ញវត្ថុផងដែរចំណុចមួយទៀតគឺជាការផ្សព្វផ្សាយពី network marketing បាទទាញចូលគ្នាតគ្នាដើម្បីបានប្រាក់ចំណេញកន្លែងហ្នឹងក៏មិនគួរផុសនៅក្នុង page យើងដែរបាទចំណុចមួយទៀតក៏ជាចំណុចរសើបដែរគឺការផ្សព្វផ្សាយ game online ល្បែងភ្នាល់ online បាទក៏មិនគួរផ្សព្វផ្សាយនៅក្នុង page របស់យើងដែរហើយក៏ដូចជាការយក link ចេញមកពី website ដែលយើងមិនដឹងប្រភពច្បាស់លាស់បាទអញ្ចឹង Facebook គឺឥឡូវគឺចាប់ផ្ដើមចាប់បើសិនជាយើងផុស link ផ្ដេសផ្ដាស់នៅក្នុង caption នៅក្នុងការផុសរបស់យើងគឺ Facebook នឹងមិនរុញវីដេអូឬក៏រូបភាពរបស់យើងទៅឲ្យ audience ច្រើនទេចំណុចមួយទៀតគឺជាការ reject boost បានន័យថាបើសិនជា Facebook reject ផុសរបស់យើងនៅក្នុងការ boost អញ្ចឹងបានន័យថាផុសរបស់យើងគឺមានបញ្ហាអីមួយឯងអញ្ចឹងយើងត្រូវរកវិធីសាស្ត្រណាមួយដើម្បីពិនិត្យមើលថាវីដេអូរបស់យើងមានប្រឆាំងគោលការណ៍របស់ Facebook ដែរឬអត់បាទមួយទៀតគឺជាការផ្សព្វផ្សាយផលិតផលក៏ដូចជាលក់ផលិតផលដែលជាប់ម៉ាក brand ធំបាទអញ្ចឹងគឺ brand ធំគឺគេមានកម្មសិទ្ធិបញ្ញារបស់គេបើសិនជាយើងផ្សព្វផ្សាយនៅលើ Facebook មិនស្រួលគឺ Facebook គាត់នឹងធ្វើការ reject ផុសរបស់យើងភ្លាមហើយចាត់ទុក page យើងថាជា page spam ឬក៏ page យើង reuse content អីជាដើមហើយចំណុចដែលរសើបមួយទៀតគឺមិនត្រូវផ្សព្វផ្សាយផុសណាមួយឬក៏រូបភាពវីដេអូណាមួយដែលប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ Facebook ដូចជាមានទៀមដូចជាមានការសម្លាប់រង្គាលដូចជាមានការប្រើប្រាស់គ្រឿងញៀនអីជាដើមបាទអញ្ចឹងក៏មិនគួរផ្សព្វផ្សាយពីរូបភាពក៏ដូចជាវីដេអូទាំងអស់ហ្នឹងដែរបាទហើយ caption ក៏គួរតែប្រយ័ត្នដែរ caption ដូចជាពាក្យថាចាក់ឬក៏ពាក្យថាសម្លាប់អីគឺយើងត្រូវប្រើដក clear នៅក្នុង caption ដក clear ឬក៏បងប្អូនដែលឃើញព័ត៌មានដែលគេផ្សាយភាគច្រើនគឺវីដេអូហ្នឹងគឺគេធ្វើរូបឈាមហ្នឹងទៅជារូបសខ្មៅធ្វើគេបិទបាំងកន្លែងដូចជាមនុស្សដោះអាយអីចឹងគឺគេដាក់ blur ឬក៏គេបិទបាំងកន្លែងហ្នឹងហើយចំពោះ caption ក៏ដូចគ្នា caption គឺយើងអាចទៅសេកាត់ទៅសេដក clear ឬក៏ដាក់ slash អញ្ចឹងកន្លែងរសើបពាក្យដែលរសើបគឺ caption ដែលរសើបក៏ Facebook អាចចាត់ថាជាការធ្វើខុសគោលការណ៍របស់ Facebook ដែរហើយមួយទៀត admin ដែលគាត់កាន់ page បាទសូមកុំ share នៅ post របស់គាត់ច្រើនពេកបាទបើសិនជា admin share ចូលក្រុមកាន់តែច្រើនឬក៏ share ផ្ទាល់ខ្លួនកាន់តែច្រើនក៏ Facebook អាចចាប់ថាជា spam ដែរបាទអញ្ចឹងយើងអាច share មុំទៅបានហើយខ្ញុំឃើញ post ខ្លះនៅក្នុង Facebook គឺ shareគឺចង់100ឬក៏200 share ហើយប៉ុន្តែ like គឺបានតិចមែនទែនហើយ comment ក៏អត់មានដែរបើសិនជាយើងចង់ឲ្យ post យើង reach បានច្រើនយើងគួរតែរក content ឬក៏រកវីដេអូណាដែលធ្វើឲ្យអ្នកទស្សនារបស់យើងគាត់ចាប់អារម្មណ៍គាត់ like គាត់ share ហើយគាត់ comment បាទអញ្ចឹង Facebook ហ្នឹងគាត់នឹងរុញ post របស់យើងថាជា post ដែលពេញនិយមអញ្ចឹង Facebook ចាប់ដើមរុញបន្តទៀតឲ្យអ្នកដទៃស្គាល់ចំណុចចុងក្រោយគឺចំណុចសំខាន់មែនទែនគឺការប្រើភ្លេងឬក៏ចម្រៀងដែលជាប់ copyright អញ្ចឹងបងប្អូនការ edit វីដេអូរបស់យើងនៅលើ Facebook គឺជាមិនផុតទេយើងត្រូវការភ្លេងដើម្បីឲ្យ content របស់យើងហ្នឹងគឺមានភាពតាក់ទាញបាទមានភ្លេងតិចហឹមមានចម្រៀងមានអីអញ្ចឹងណាបាទអញ្ចឹងអីដែលគួរជៀសវាងគឺបងប្អូនត្រូវតែស្វែងយល់ប្រភពឲ្យច្បាស់ថាចម្រៀងឬក៏ភ្លេងដែលយើងយកមកដាក់ជាមួយវីដេអូរបស់យើងហ្នឹងគឺមានជាប់ copyright ដែរឬអត់បាទបើសិនជាចម្រៀងឬក៏ភ្លេងហ្នឹងជាប់ copyright ក៏អាចមានបញ្ហាដល់ page របស់បងប្អូនដែរបាទអញ្ចឹងចំណុចសំខាន់ដែលខ្ញុំរៀបរាប់ខាងលើគឺសិតតែមានប្រយោជន៍ទាំងអស់បាទអញ្ចឹងគឺបងប្អូនគួរតែប្រយ័ត្នប្រយែងទាំងអស់គ្នាបាទខ្ញុំគិតថា Facebook ប្រហែលជាអាចមានដំណឹងល្អឆាប់សម្រាប់ប្រទេសកម្ពុជាយើងគឺអាច
ប្រហែលជាអាចបើករលុយបានបាទបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមជួយ Subscribe Channel របស់ខ្ញុំមួយផងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន